សួស្តីពុកម៉ែបងប្អូនថ្ងៃចូលឆ្នាំទី2សង្ឃឹមថាពុកម៉ែបងប្អូនរីករាយជួបជុំគ្រួសារហើយបានសប្បាយទាំងអស់គ្នាហើយชีวิตពេលនេះមានពេលតែនេះចឹងបានខ្ញុំមកថតដើមម៉ោនរបស់យើងនេះដើមមកវាប៉ិនបាយប៉ិនកំពូលជើងហើយនេះពីទឹកមុនយើងបានកាត់ចេញផ្លែយើងបានថតឲ្យម្ដងហើយទឹកនេះបានថតឲ្យម្ដងដែរ ថតពីបង្ហាញពីផ្លែវាឥឡូវឡើងផ្កាយើងហៅថាផ្លែម្ដងដោយសារវាកាន់ច្រើនកាន់ផ្លែច្រើនហើយឥឡូវខ្ញុំថតឲ្យបងប្អូនឃើញថាវាផ្លែវាប៉ុណ្ណាផ្លែច្រើនជាមួយខ្ញុំឡើងទៅដល់លើខ្ញុំឡើងថតពីលើដំបូងឲ្យបងប្អូនមើលមិនដឹងថាបងប្អូនមើលឃើញច្បាស់អត់ហើយយំមិញចូលឆ្នាំតាំងពីថ្ងៃនេះត្រជាក់ជុំដល់ហើយមេឃព្រលឹមឡើងត្រជាក់យប់ឡើងភ្លៀងព្រលឹមឡើងត្រជាក់សឹបហើយធម្មជាតិស្រស់បំព្រងសូម្បីតែស្មៅនឹងខ្មុកនេះក៏ល្អដែរហើយដើមរបស់ខ្ញុំនេះខ្ញុំដាំជាមួយដើមមៀនអញ្ចឹងវានៅចម្រុះគ្នាច្រើនតិចហើយឡើងកញ្ញុំនេះបងប្អូនហើយច្រើនណាស់ដែរបងប្អូនហើយផ្លែចឹងទាំងអស់គ្រប់កន្លែងដោយសារនេះយើងថតមើលអត់សូវច្បាស់យើងមើលថតពីក្រោមទៅអត់ឃើញសូវច្បាស់ទេវាចាំងពលឺថ្ងៃផងអញ្ចឹងគាត់ថាផ្លែវាគឺដូចអួយដែលខ្ញុំមិនថាអាគិមិញខ្ញុំថតឲ្យឃើញមិញណាអូខេឥឡូវខ្ញុំផុសវីដេអូបន្តិចដើម្បីខ្ញុំឡើងទៅថតដល់ដំបូងពីលើខាងលើបងប្អូននេះថាការវាផ្លែច្រើនប៉ុណ្ណាបងប្អូនយើងថតពីលើដំបូងទៅវិញឃើញថានេះលុកមុននោះមេឃដែលនេះមេឃដែលយើងអត់កាត់ចេញផ្លែទេបណ្ណានេះវាចេញផ្លែទាំងវានេះទឹកផ្កាឡើយទេបងប្អូនផ្កានេះយើងមើលទៅវាខ្សោយមែនតើហើយយើងទៅបន្ថែមសារធាតុចិញ្ចឹមឲ្យវាច្រើនតិចហើយសារធាតុចិញ្ចឹមហើយមិននេះយើងអត់កាត់បញ្ចេញដែរហើយបញ្ចេញតិចមែនតើហើយបើជាវាខ្វះសារធាតុចិញ្ចឹមអញ្ចឹងត្រូវបន្ថែមយើងទៅបន្ថែមជីបន្តិចនេះបងប្អូនអានេះផ្លាតូចផ្លារបស់ខ្ញុំបងប្អូនមើលឃើញទេបងប្អូនផ្លាឡើង
នោះកំហុំខ្មៅនោះផ្លែវាចាស់ដោយខ្ញុំអត់កាត់វាចោលទេទុកឲ្យសត្វខ្លះទៅដើម្បីឲ្យគាត់រស់រៀនដូចយើងដែរទុកសត្វខ្លះយើងខ្លះនេះមកថតគៀកពីមុខមិញនេះនេះបងប្អូនផ្លែវាទាំងចឹងទាំងអស់គឺផ្លែឡើងកញ្ចុំអញ្ចឹងផ្លែច្រើនណាស់បងប្អូននេះយើងឆ្លៀតពេលទៅនេះយើងអាចដាំវានៅផ្ទះមួយទៅដើម្បីទុកឲ្យកូនចៅឈ្មោះយើងអីគាត់ហូបហើយល្អសម្រាប់សុខភាពវាសម្បូរវីតាមីនច្រើនណាពិសេសវីតាមីនជាតិដែកអានឹងសម្បូរជាតិដែកវាមានសារធាតុមួយចំនួនដើម្បីប្រឆាំងជាមួយនឹងជំងឺមហារីកដូចគ្នាដែរអូខេវីដេអូយើងមួយឡើង6នាទីជាងអូខេយើងសូមបញ្ចប់ប៉ុណ្ណឹងសិនណាអូខេអរគុណច្រើនបងប្អូនសូមតាមបងប្អូនរីករាយថ្ងៃចូលឆ្នាំទី2នេះអូខេបាយបាយ